សហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃលោក Marcos Robbie រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានគូបញ្ជាក់ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃនេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជានាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះប្រភពដដែលបានបន្តថាសហរដ្ឋអាមេរិកទទូចជាខ្លាំងឲ្យបញ្ឈប់ជាបន្ទាន់នៅអរិទ្ធភាពនេះនឹងការការពារជនស៊ីវិលព្រមទាំងស្នើភាគីទាំងពីរឲ្យវិលត្រឡប់ទៅគោរពវិធានការក្នុងការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនឹងបានធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីម